អន្ទង់អាចជាអាហារដ៏ឆ្ងាញ់សម្រាប់មនុស្សមួយចំនួននៅក្នុងប្រទេសកម្ពុជាដែលចូលចិត្តបរិភោគប៉ុន្តែអ្នកដឹងទេថាអន្ទង់មួយប្រភេទនេះរស់នៅក្នុងព្រៃអាម៉ាហ្សូនដែលជាព្រៃធំជាងគេបំផុតនៅក្នុងពិភពលោកគឺវាមានកម្លាំងអាចសម្លាប់សត្រូវឬក៏មនុស្សឲ្យស្លាប់បានអន្ទង់មួយនេះគឺគេឲ្យឈ្មោះថាអន្ទង់អគ្គិសនីវាជាប់ឈ្មោះជាសត្វសាហាវបំផុតក្នុងចំណោមសត្វផ្សេងៗទៀតនៅក្នុងព្រៃអាម៉ាហ្សូនប្រភេទអន្ទង់មួយនេះអាចលូតប្រវែងរហូតដល់2ម៉ែត្រព្រមទាំងអាចកើនទម្ងន់រហូតដល់30គីឡូក្រាមឯណោះចំពោះកម្លាំងឆក់របស់វាវិញគឺវាលើសពីកម្លាំងអគ្គិសនីដែលប្រើប្រាស់នៅក្នុងផ្ទះរហូតដល់5ដងឬស្មើទៅនឹង860វ៉ាត់ដែលបណ្ដាលឲ្យអ្នកដែលប៉ះពាល់អាចបាត់បង់ជីវិតឬពិការអស់មួយជីវិតតែម្ដងអន្ទង់អគ្គិសនីជាទូទៅមានដងខ្លួនរវែងរាងស្រលូនសត្វមួយប្រភេទនេះមានប្រវែង2ម៉ែត្រទម្ងន់ជិត30គីឡូក្រាមនៅពេលដែលវាលូតអស់ដូច្នេះហើយបានធ្វើឲ្យវាក្លាយជាសត្វល្មូនដែលធំជាងគេបង្អស់ដែលនៅក្រោមទឹកនិងក្នុងភក់អន្ទង់នេះមិនមានស្រកានោះឡើយហើយមានពណ៌ប្រផេះក្រមៅនៅលើខ្នងព្រមទាំងមានពណ៌លឿងនិងទឹកក្រូចនៅលើពោះរបស់វាសត្វមួយប្រភេទនេះមានព្រុយនៅសងខាងដូចទៅនឹងត្រីដទៃទៀតដែរដើម្បីធ្វើការហែលក្នុងទឹកនិងឡើងដកដង្ហើមរាល់10នាទីម្ដងទើបវាចុះទៅបាតទឹកវិញពូអុកស៊ីសែន80%របស់វាវិញដែលត្រូវទទួលបានពីត្រូវឡើងទៅស្រូបលើផ្ទៃទឹករាល់10នាទីម្ដងហើយបរិមាណផ្សេងៗទៀតចេញពីការសំយោគក្រោមទឹកអន្ទង់អគ្គិសនីគឺមានសរីរាង្គ3បង្កើតអគ្គិសនីក្នុងពោះដែលប្រើប្រាស់ចរន្តអគ្គិសនីឆក់សម្លាប់សត្វដទៃទៀតសរីរាង្គគឺបង្កើតជាចរន្តអគ្គិសនីពីរប្រភេទនោះគឺវ៉ុលទាបនិងវ៉ុលខ្ពស់ដែលធ្វើឲ្យវាមានលក្ខណៈពិសេសងាយស្រួលក្នុងការសំចំណីដោយបញ្ចេញចរន្តអគ្គិសនីឆក់រួចលេបទាំងមូលតែម្ដងពេលដែលវាជួបប្រទះនឹងចំណីភ្លាមៗខួរក្បាលរបស់វាបានបញ្ជូនដំណឹងទៅកាន់ប្រព័ន្ធប្រសាយប្រសាទខួរក្បាលរួចបញ្ជូនតទៅកាន់សរីរាង្គដែលជាផ្នែកផ្ទុកបណ្ដាញអគ្គិសនីដើម្បីឲ្យបិទចរន្តភ្លើងហើយឆក់ចំណីទាំងនោះភ្លាមៗរហូតដល់ពួកវាស្លាប់បើនិយាយពីកម្លាំងចរន្តរបស់វាវិញកម្រមានសត្វប្រភេទណាមួយផុតពីសេចក្តីស្លាប់បានណាអន្ទង់អគ្គិសនីមានតែនៅក្នុងព្រៃអាម៉ាហ្សូននិងទន្លេអូរ៉េហ្គននៅប្រទេសអាមេរិកឡាទីនតែប៉ុណ្ណោះបច្ចុប្បន្នក្រុមការងារស្រាវជ្រាវកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីចង់ដឹងពីមូលហេតុឲ្យកាន់តែច្បាស់និងស៊ីជម្រៅថាមូលហេតុអ្វីបានជាសត្វមួយប្រភេទនេះវាមានកម្លាំងឆក់ដ៏អស្ចារ្យបែបនេះបាទលោកអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ like share និង follow វីដេអូម្នាក់មួយផងសូមអរគុណ